ថាពាក់វ៉ែនតាតាំងពីក្មេងធ្វើឲ្យមញោភ្នែកកាន់តែលឿនខុសហើយខុសធ្ងន់ទៀតវ៉ែនតាជួយឲ្យភ្នែកមើលឃើញស្រួលជាងមុនដោយមិនបាច់ប្រឹងមើលឃើញច្បាស់ជួយការពារកុំឲ្យខ្លាយទៅជាជំងឺម្យ៉ាងហៅថាភ្នែកខ្ជិលអង់គ្លេសហៅថា lazy eyes ព្រោះបើសិនជាភ្នែកកូនយើងមើលទៅឃើញព្រិលយូរពេកកន្លែងខួរក្បាលដែលទទួលការមើលឃើញហ្នឹងគឺវាលែងវិវត្តហ្មងចឹងថ្ងៃក្រោយខ្លាយទៅជាមានបញ្ហាភ្នែករហូតទៅដល់មើលលែងឃើញទាំងស្រុងហ្មងហើយមួយទៀតបើសិនជាប្រើវ៉ែនតាហ្នឹងត្រឹមត្រូវគឺវាអាចពន្យាការវិវត្តភ្នែកហ្នឹងគឺនៅតែឡើងចឹងគ្រាន់តែឡើងមិនឲ្យលឿនពេកតែបើសិនជាអត់ប្រើទេវិញោមហ្នឹងកាន់តែលឿនចឹងបើសិនជាពេទ្យតម្រូវឲ្យពាក់ហើយកុំខ្លាចវ៉ែនតាឲ្យកូនយើងពាក់ទៅនេះគឺដើម្បីគាត់ខ្លួនឯងទេអូខេអូយអរគុណពូពេទ្យមែនតើសម្រាប់វីដេអូមួយនេះគ្រូពេទ្យផ្នែកខាងកុមារពេញចិត្តដប់តែម្ដងពេញចិត្តខ្លាំងហ្មងណាហ្នឹងហើយកន្លែងនេះខ្ញុំសូមនិយាយបន្តិចបទពិសោធន៍ជាក់ស្ដែងជាមួយនឹងអ្នកជំងឺម៉ាក់ប៉ាខ្លះគឺយើងអត់ដឹងថាមិនទេដែលគាត់ខ្លាចវ៉ែនតាមែនតើនៅពេលដែលគ្រូពេទ្យផ្នែកពិនិត្យមើលទៅឃើញអូនគាត់មានបញ្ហារឿងភ្នែកមញោបឬក៏អាស្ទីម៉ាតគាត់មានអារម្មណ៍ថាគាត់ទទួលយកការពិតនឹងអត់បានណាអញ្ចឹងគាត់អត់ព្រមឲ្យកូនពាក់ទោះបីជាយ៉ាងម៉េចក៏ដោយគាត់អត់ទទួលយកបានទេក្នុងករណីខ្លះទោះបីជាផ្នែកកូនមញោបឬក៏មានបញ្ហារឿងអាស្ទីម៉ាដែលធ្វើឲ្យខួរក្បាលគាត់ពិបាកគាត់ប្រឹងរហូតដល់កូនចេញជាអាការៈមួយចំនួនដូចជាឈឺក្បាលគាត់មិនអាចផ្ដោតលើការសិក្សាបានធ្វើឲ្យគាត់ពិបាកមើលហើយយូរទៅធ្វើឲ្យក្មេងវិវត្តទៅជាភ្នែកខ្ជិលដោយលោកគ្រូពូប៉ែតមានប្រសាសន៍អញ្ចឹងគឺ lazy eyes អញ្ចឹងលក្ខខណ្ឌហ្នឹងបើសិនជាយើងបដែតបដោយហើយដល់ពេលមួយភ្នែកគាត់ទៅជាភ្នែកខ្ជិលហើយយើងចង់ពាក់វ៉ែនតាក៏ការមើលឃើញរបស់គាត់អត់ល្អដែរអញ្ចឹងដោយតែពូពេទ្យគាត់បានផ្ដល់អនុសាសន៍អញ្ចឹងកុំខ្លាចវ៉ែនតាហើយខ្ញុំមិនដឹងថាហេតុអីបានជាម៉ាក់ប៉ាខ្លាចវ៉ែនតាម៉េះយើងគិតថាខ្លាចឲ្យកូនប្រើវ៉ែនតាជាងឬក៏ខ្លាចកូនមើលអត់ឃើញនៅថ្ងៃក្រោយជាងអាហ្នឹងគឺម៉ាក់ប៉ាត្រូវថ្លឹងថ្លែងដោយខ្លួនឯង